អគ្គស្នងការដ្ឋាននគរបាលជាតិបើកប្រតិបត្តិការបង្ក្រាបអគារទីតាំងអនឡាញស្កេម2កន្លែងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យឃាត់មនុស្សជាង300នាក់ខេត្តបន្ទាយមានជ័យកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី22ខែមេសាឆ្នាំ2026បានបើកប្រតិបត្តិការបង្ក្រាបអគារទីតាំងប្រព្រឹត្តបទល្មើសអនឡាញស្កេម2កន្លែងនៅសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយចាប់ឃាត់ខ្លួនមនុស្សជាង300នាក់ភាគច្រើនជាជនបរទេសប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯកហែមសុវត្ថិអគ្គស្នងការរងនគរបាលជាតិក្រោមការសម្របសម្រួលពីតំណាងឯកការអមសាលាដំបងខេត្តបន្ទាយមានជ័យបាទតាមសេចក្តីរាយការណ៍ព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលនៅជិតនោះបានឲ្យដឹងថាកម្លាំងសមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ដើម្បីទប់ស្កាត់ការសម្រុករត់ចេញពីទីតាំងរបស់ក្រុមឧក្រិដ្ឋជនក្នុងនោះកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សជាង300នាក់និងដកហូតបាននៅវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀតផងដែរអូពួកចិនទម្លាក់អីវ៉ាន់ពីលើអាគារវាចង់នេះហ៎ចង់រើប្រតិកម្មហើយទៅវាធំបុកចេញវាបុកចេញហើយបុកចេញហើយMột cây không? Một cây.